កាហ្វេវាមានអត្ថប្រយោជន៍ច្រើនបាទអត្ថប្រយោជន៍ច្រើនគឺទី1បើយើងនិយាយកាហ្វេដូចខ្ញុំនិយាយពីមុនអញ្ចឹងវាមានសារធាតុ caffeine ដែលគេអាចយកធ្វើជាថ្នាំហើយក៏វាមានសារធាតុច្រើនទៀតនៅក្នុងហ្នឹងតាមការស្រាវជ្រាវកាហ្វេស្រស់ៗដែលយើងឆុងភ្លាមហ្មងកិនស្រស់ៗក្លិនវាហ្នឹងគេហៅ aroma ឲ្យតែក្លិនហៅ aroma ហ្នឹងគេចូលចិត្តកាន់កាយកាហ្វេគេហិតណាបាទអាសារធាតុ aroma វាហ្នឹងក៏ជួយកាត់បន្ថយ cancer ដែរបាទអញ្ចឹងវាសំខាន់ប៉ុន្តែបើនិយាយទូទៅវាជួយទី1វាជួយឲ្យយើងខួរក្បាលយើងអារម្មណ៍យើងរាងកាយយើងការគិតរបស់យើងភ្លឺស្វាងវាជួយធាក់រញោញហ្នឹងឲ្យយើងភ្លឺស្វាងឲ្យយើងមានកម្លាំងហើយបើយើងអត់បានគេងធ្វើការអាកាសទៅបាទនៅស្លាអញ្ចឹងវាមានសារធាតុ caffeine ហ្នឹងបាទក៏ប៉ុន្តែអ្វីសំខាន់ជាងហ្នឹងគឺថាវាអាចជួយការពារមិនអាចជួយកាត់ខ្លះអានេះអាចជួយការពារហ្មងរោគសំខាន់ច្រើនដូចជារោគគេហៅថាញ័រដៃញ័រជើងពេលចាស់គាត់ចាស់ទៅគាត់ចាប់ដល់ញ័រអាហ្នឹងគេហៅថា Parkinson disease បាទហ្នឹងមួយសំខាន់ណាស់ហើយទី2គាត់មានរោគគេហៅថា Alzheimer disease ហើយនឹង dementia ពីរហ្នឹងគឺថា dementia គឺមួយផ្នែកនៅ Alzheimer disease គឺរោគភ្លេចហើយចាស់ដល់ពេលចាប់ដើមចាស់តិចទៅក៏ភ្លេចដែរចឹងណាបាទហើយវាសំខាន់ទៅគឺថាវាកាត់បន្ថយការយល់ដឹងរបស់យើងមិនឲ្យចុះថយទេបាទវាធ្វើឲ្យ cognitive យើងការយល់ដឹងហ្នឹងណាបាទឲ្យនៅរក្សាដដែលអញ្ចឹងគេហៅថា cognitive គឺ maintain តែសេហ្មងអត់ចុះថយទេអាហ្នឹងមួយសំខាន់ហើយមួយទៀតសំខាន់វាជួយការពារកុំឲ្យមានរោគជំងឺ gout គឺមានន័យថាយើងមានជាតិ uric acid ច្រើនដែលយូរទៅវាคล้ายទៅជាគ្រីស្តុលក្នុងកលៈដៃកលៈជើងយើងឈឺដែលយើងនិយាយមុននោះថាឈឺនៅពេលយប់បាទកោចឹងអញ្ចឹងវាជួយការពារអាហ្នឹងទៀតអញ្ចឹងអ្នកញ៉ាំកាហ្វេច្រើនគឺជាទូទៅអត់សូវមានរោគកោនឹងដែរព្រោះវាការពារអ្វីវាការពារមួយទៀតបើសិនយើងអត់មានទឹកនោមផ្អែមគឺការពារទឹកនោមផ្អែមប្រភេទទី2ហើយទឹកនោមផ្អែមយើងដឹងវាមាន3ប្រភេទទឹកនោមផ្អែមទី1អានោះពូជទឹកនោមផ្អែមទី2អាហ្នឹងយើងដាក់បង្កើតពេលយើងធំឡើងទឹកនោមផ្អែមទី3គឺគេហៅ gestational diabetes ពេលនារីគាត់មានផ្ទៃពោះអញ្ចឹងណាបាទអញ្ចឹងជួយបានទឹកនោមផ្អែមមកទៀតក៏ប៉ុន្តែអ្វីគាត់គេគិតរកឃើញសំខាន់គឺជួយមហារីកហើយអាកាសណកាហ្វេហ្នឹងគេយកទៅជាគេហៅថារបស់ sol good ក្នុង good enema បាទដើម្បីឲ្យជួយលាងពោះវៀនមកវិញទាំងអស់ហ្នឹងហើយអញ្ចឹងក៏គេយកជាថ្នាំអញ្ចឹងដែរអញ្ចឹងអានេះជារបស់ដែលថាសារធាតុកាហ្វេជួយបានច្រើនជួយការពារមិនមែនជួយកាត់បន្ថយជួយការពារបាទបើមួយទៀតអ្វីដែលកាហ្វេជួយខ្លាំងបំផុតហ្នឹងជួយកាត់បន្ថយចាគឺការពារកុំឲ្យកើតឡើងជួយកាត់បន្ថយមានតែកើតឡើងតែយើងធ្វើឲ្យវាថយបាទអាហ្នឹងមានទី1បាទជួយឲ្យយើងមានទឹកនោមផ្អែមណាអា risk ហ្នឹងឲ្យវាទាបហ្នឹងហើយទី2gall bladder យើងណាគ្រោះក្នុងប្រមាត់ហ្នឹងឲ្យចុះថយបងដែរបាទហើយទី3គឺជាខ្លាញ់យើងក៏កាត់បន្ថយដែរ cholesterol ណា LDL cholesterol កាត់បន្ថយដែរ cholesterol មាន2ណា HDL អានឹងហៅ cholesterol ល្អហើយ cholesterol ល្អមកពីណាដូចខ្លាញ់ត្រីខ្លាញ់ olive អានឹងហៅ cholesterol ល្អហើយមានតែដាក់ក្នុងទូទឹកកកវាអត់កកអីអញ្ចឹងណាហើយ LDL អានឹង cholesterol ខ្លាញ់អាក្រក់មានតែដាក់កន្លែងណាក៏កកដែរអញ្ចឹងណាបាទអញ្ចឹងវាជួយកាត់បន្ថយអាខ្លាញ់ហ្នឹងហើយមួយទៀតវាធ្វើឲ្យឈាមយើងអត់សូវឡើងចុះបាទហើយក៏ម្យ៉ាងទៀតផងដែរបើយើងនិយាយពី Parkinson disease អានឹងវាជួយខ្លាំងហើយក៏ប៉ុន្តែអ្វីទាំងអស់សំខាន់គឺថាយើងជាទូទៅកាត់បន្ថយការស្លាប់ដោយសាររោគបេះដូងនៅបារាំងនិងអឺរ៉ុបគេចូលចិត្តញ៉ាំ espresso បាទកាហ្វេ shot ហ្មងគេ shot មកក៏យកមកខាត់តែប៉ុណ្ណេះហេបាទគេហៅមក shot 2 shot ណាខ្លះដាក់3 shot អញ្ចឹងណាអាហ្នឹងគេហៅ espresso